បោកប្រាស់អ្នកដទៃអ្នកក៏មិនប្រកាសថាអាចទទួលបានរបស់ដែលអ្នកចង់បាននោះដែរដោយសុភាសិតថាពាក្យច្រើនភូតចាញ់អាត្មាវាយបំបីឆ្នាំងរបស់អ្នកដទៃអ្នកខ្លួនឯងក៏មិនប្រកាសថាអាចហូបឆ្អែតដែររារាំងផ្លូវរបស់អ្នកដទៃមិនប្រកាសថាអ្នកអាចរត់បានឆ្ងាយពន្លត់ភ្លើងចង្គៀងអ្នកដទៃក៏មិនប្រកាសថាអាចបំភ្លឺខ្លួនឯងបានដែរដូចនឹងសុភាសិតថាយើងធ្វើគេធ្វើយើងវិញដូចគ្នាដូច្នេះហើយមនុស្សយើងនេះណាមិនត្រូវធ្វើអ្វីដែលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃតែមិនផ្ដល់ប្រយោជន៍ដល់ខ្លួនឯងនោះទេពីព្រោះថាវាមិនត្រឹមតែបង្កាច់បង្ខូចអ្នកដទៃថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងទៀតផងដូច្នេះហើយមនុស្សដែលសើចចំអកអ្នកដទៃទីបំផុតអាចត្រូវបានគេសើចចំអកវិញមនុស្សដែលមើលងាយអ្នកដទៃទីបំផុតគឺត្រូវបានមើលងាយពីអ្នកដទៃវិញសូមចងចាំនៅសុភាសិតខ្មែរទាំងពីរនេះធ្វើបាបមិនធ្វើបុណ្យលែងជាតិទៅនៅនរកធម្មជាតិរបស់មនុស្សគ្មានខុសនឹងត្រូវដាច់ខាតនោះទេនៅពេលដែលអ្នកនាំមកឲ្យគេនៅផលប្រយោជន៍ធម្មជាតិរបស់គេគឺមានចិត្តល្អណាស់នៅពេលដែលអ្នកមិនអាចនាំឲ្យគេនៅផលប្រយោជន៍ធម្មជាតិរបស់គេគឺអាត្មានិយមនិងប្រងើយកន្តើយនៅពេលដែលអ្នកដណ្ដើមយកផលប្រយោជន៍របស់គេធម្មជាតិរបស់គេគឺអាក្រក់ណាស់គ្រប់ទំនាក់ទំនងទាំងអស់សំខាន់បំផុតគឺសុទ្ធតែពឹងផ្អែកលើផលប្រយោជន៍មកថែរក្សានៅពេលដែលអ្នកជួបប្រទះចំនួនផលប្រយោជន៍ធំណាមួយទំនាក់ទំនងណាមួយក៏ដោយនឹងបង្ហាញទម្រង់ពិតរបស់វាភ្លាមនៅពេលក្រដាស់ប្រាក់ក្រោកឈរហើយនិយាយការពិតទាំងអស់បិទមាត់ដោយភ័យខ្លាចដើមហេតុដែលមនុស្សម្នាក់រស់នៅដោយនឿយហត់ខ្លាំងគឺមិនមែនមកពីសមត្ថភាពមិនមែនមកពីរូបរាងខាងក្រៅប៉ុន្តែគឺដោយសារមិនបានដោះស្រាយឲ្យបានល្អចំពោះខ្លួននិងទំនាក់ទំនងខ្លួនឯងហើយក៏ជាការអស់កម្លាំងចិត្តជូនឲ្យអ្នកនៅប្រយោគ6ចំណុចបញ្ឈប់ការអស់កម្លាំងចិត្តឲ្យអ្នកកាន់តែរលូនទៅប្រយោគទី1ការវាយតម្លៃរបស់អ្នកដទៃកុំយកចិត្តទុកដាក់វាខ្លាំងពេកប្រយោគទី2រឿងដែលមិនអាចកែប្រែបានកុំទៅច្របូកច្របល់ជាមួយវាទៀតត្រូវតែបន្តដំណើរទៅមុខប្រយោគទី3ចំពោះរឿងមិនសំខាន់ខ្លះកុំទៅដណ្ដើមយកឈ្នះចាញ់ប្រយោគទី4រឿងដែលមិនពាក់ព័ន្ធនឹងអ្នកហើយអ្នកមិនអាចធ្វើបាននោះគឺកុំទៅលូកដៃប្រយោគទី5រឿងរ៉ាវដែលបានកើតឡើងហើយកុំរវល់យកវាមកគិតឡើងវិញរឹតតែកុំមានវិបដិសេរីពេកប្រយោគទី6ត្រូវគិតលើជីវិតបច្ចុប្បន្នកុំជាប់គាំងនឹងរឿងអតីតកាលព្រោះយើងមិនរស់ក្នុងអតីតកាលទៀតឡើយនិយាយអាក្រក់ពីអ្នកដទៃអ្នកមិនអាចរីករាយបានរហូតនោះទេដោយពាក្យចាស់ថាពីអប្រិយចាញ់អាត្មាបោកប្រាស់អ្នកដទៃអ្នកក៏មិនប្រកាសថាអាចទទួលបានរបស់ដែលអ្នកចង់បាននោះដែរដោយសុភាសិតថាពាក្យច្រើនភូតចាញ់អាត្មាវាយបំបីឆ្នាំងរបស់អ្នកដទៃអ្នកខ្លួនឯងក៏មិនប្រកាសថាអាចហូបឆ្អែតដែររារាំងផ្លូវរបស់អ្នកដទៃមិនប្រកាសថាអ្នកអាចរត់បានឆ្ងាយពន្លត់ភ្លើងចង្គៀងអ្នកដទៃក៏មិនប្រកាសថាអាចបំភ្លឺខ្លួនឯងបានដែរដូចនឹងសុភាសិតថាយើងធ្វើគេធ្វើយើងវិញដូចគ្នាដូច្នេះហើយមនុស្សយើងនេះណាមិនត្រូវធ្វើអ្វីដែលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃតែមិនផ្ដល់ប្រយោជន៍ដល់ខ្លួនឯងនោះទេពីព្រោះថាវាមិនត្រឹមតែបង្កាច់បង្ខូចអ្នកដទៃថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងទៀតផងដូច្នេះហើយមនុស្សដែលសើចចំអកអ្នកដទៃទីបំផុតអាចត្រូវបានគេសើចចំអកវិញមនុស្សដែលមើលងាយអ្នកដទៃទីបំផុតគឺត្រូវបានមើលងាយពីអ្នកដទៃវិញសូមចងចាំនៅសុភាសិតខ្មែរទាំងពីរនេះធ្វើបាបមិនធ្វើបុណ្យលែងជាតិទៅនៅនរកធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់តើអ្នកយល់ហើយឬនៅរបៀបនិយាយជាមួយចាស់ទុំដាច់ខាតត្រូវចងចាំនៅមោទនភាពរបស់គាត់និយាយជាមួយថ្នាក់លើដាច់ខាតត្រូវផ្ដល់នូវការគោរពនិយាយជាមួយមនុស្សប្រុសសូមឲ្យមុខមាត់គាត់និយាយជាមួយមនុស្សស្រីកុំប្រងើយកន្តើយនឹងអារម្មណ៍របស់នាងនិយាយជាមួយយុវវ័យត្រូវយល់ពីការប្រតិបត្តិផ្ទាល់របស់គេនិយាយជាមួយកូនក្មេងត្រូវកោតសរសើរធម្មជាតិរបស់គេនៅលើโลกនេះអាក្រក់ជាងគេបំផុតគឺមនុស្សកណ្ដុរវាអាក្រក់ប៉ុណ្ណាវាគ្រាន់តែដើម្បីមាត់ស៊ីចំណីប៉ុណ្ណោះឆ្មាគឺជាជនក្បត់វាធ្វើឲ្យអ្នកគ្រោះថ្នាក់ធំបំផុតគឺការចាក់ចេញរបស់វាពីអ្នកខ្លានិងចចកកាចសាហាវយ៉ាងណាក៏វាមិនធ្វើបាបគ្នាវាដែរប៉ុន្តែមនុស្សវិញពិតជាធ្វើបាបមនុស្សដូចគ្នាដូច្នេះល្អនឹងគ្នាប៉ុណ្ណាក៏ដោយក៏មិនត្រូវនិយាយពាក្យ3ឃ្លានេះដែរ
ជាពិសេសឃ្លាទី3ឲ្យតែអ្នកនិយាយវាចេញមកនោះអ្នកនឹងស្ដាយក្រោយមិនខានទី1មិនត្រូវលាតត្រដាងឯកជនភាពនិងចំណុចខ្សោយពាក្យចាស់ពោលថាស្គាល់មុខស្គាល់មាត់មិនស្គាល់ចិត្តរឿងសម្ងាត់របស់អ្នកឲ្យតែលើសពីមនុស្សម្នាក់ដឹងគឺអាចនឹងមានគ្រោះថ្នាក់ឲ្យតែទំនាក់ទំនងមនុស្សពីរនាក់មិនល្អបង្ករឿងមិនសប្បាយចិត្តហើយនោះរឿងសម្ងាត់របស់អ្នកគឺមិនមែនជារឿង